ទេសនិកជនជាទីមេត្រីចុងឆ្នាំ2011និងឆ្នាំ2012កន្លងក្រៅពីព្រឹត្តិការណ៍ទិវាបុណ្យវប្បធម៌ខ្មែរណាបូបានចាត់ចែងឡើងនៅខេត្តអាំងយ៉ាងនៅតាមខេត្តក្រុងមួយចំនួននៃវារីបទន្លេគូឡុងក៏មានពិធីបុណ្យយ៉ាងច្រើនបានស្ដែងឡើងដែរនិងបន្សល់នៅរូបអារម្មណ៍ជាច្រើនចំពោះបងប្អូនខ្មែរកកនេតិជីវភាពរីករាយលើកនេះសូមអញ្ជើញទស្សនិកជនតាមដានរូបភាពស្អាតមួយចំនួនក្នុងបណ្ដាពិធីបុណ្យទាំងនោះដំបូងគឺបណ្ដាសកម្មភាពកីឡាល្បែងប្រជាប្រិយក្នុងថ្ងៃបុណ្យវប្បធម៌កីឡានិងទេសចរតំបន់ជនជាតិខ្មែរណាំបូលើកទី5ក្រៅពីមុខកីឡាបាល់ទាត់ប្រណាំងទូកងទាញព្រ័ត្ររុញឈើគណៈចាត់តាំងបានបញ្ចូលមុខកីឡាប្រណាំងគោចូលក្នុងផ្នែកកីឡាផងដែរគោ64នឹមក្នុងខេត្តអាំងយ៉ាងនិងខេត្តគៀងយ៉ាងជាមិត្តបានលបងថ្វីដៃក្នុងបរិយាកាសលើកទឹកចិត្តពូពោពីទស្សនិកជនរាប់សិបពាន់នាក់មុខកីឡាពិសេសនៅតំបន់ភ្នំអាំងយ៉ាងបានបង្កើនការតាក់អារម្មណ៍របស់ថ្ងៃបុណ្យល្បែងទូលក្អមដងទឹកជាល្បែងសាកល្បងច្រើនក្រុមបង្គួរប្រអីនេះជាល្បែងថ្មីប្លែកនិងពិបាកចំពោះកីឡាបណ្ដាខេត្តវាលែងតែខេត្តអាំងយ៉ាងទីបំផុតក្រុមអាំងយ៉ាងដណ្ដើមបានឋានៈខ្ពស់បន្ទាប់ពីឈ្នះពីក្រុមសុកតាំងនិងវិញឡុងជាមួយមុខកីឡាប្រឡងទាញព្រ័ត្រមនុស្សរាប់រយនាក់ដែលចូលរួមលើកទឹកចិត្តសែនរំភើបនឹងការប្រតងប្រទាញនៃបណ្ដាក្រុមទាំងនោះថ្ងៃផ្ដាច់ព្រ័ត្រក្រុមនារី4ក្រុមតេនិនអាំងយ៉ាងវិញឡុងកង្កើបានស្ដែងច្បាស់កម្លាំងខ្លាំងក្លានិងបទពិសោធន៍របស់ខ្លួនពិសេសគឺកីឡាករភាគច្រើននៃអង្គភាពតេនិនអាយុជិត40ឆ្នាំគាត់ទាំងអស់គ្នាក៏មកចូលរួមពិធីបុណ្យខេត្តអាំងយ៉ាងលើកដំបូងដែរក្រុមនារីនេះដណ្ដើមបានមេដាយប្រាក់3គ្រឿងនិងមេដាយស្ពាន់1គ្រឿងនៃមុខកីឡារុញឈើក្នុងពិធីប្រជែងមេដាយស្ពាន់មុខកីឡាទាញព្រ័ត្របងប្អូននារីសរឲ្យឃើញការគួបផ្សំយ៉ាងប៉ិនប្រសប់រួមចិត្តរួមកម្លាំងនៃអ្នកក្នុងក្រុមជាមួយគ្នាខ្ញុំដែរបានតែមកទេខ្ញុំទៅចូលរួមលើកទី1ហ្នឹងចាខ្ញុំមកអាំងយ៉ាងខ្ញុំឃើញដូចសបាយខ្ញុំក៏មានកម្លាំងដើម្បីមកប្រឡងចង់បានវិជើងយកទៅប្រចាំនៅខេត្តតនិនយើងវិញការរួមចិត្តរួមកម្លាំងបទពិសោធន៍និងអារម្មណ៍ស្រស់ស្រាយក្នុងពេលប្រកួតបានជួយឲ្យសមាជិកា8រូបនៃក្រុមនារីខេត្តវិញឡុងឆាប់ទទួលបានជ័យជំនះលើក្រុមកឹងធើរង្វាន់ខ្ពស់បំផុតនៃមុខកីឡាទាញព្រ័ត្របានមកលើបងប្អូននារីជនបទវិញឡុងនៅខេត្តគៀងយ៉ាងចលនាប្រណាំងទូកងក៏មានជំហានរីកចម្រើនយ៉ាងច្បាស់ដែរវត្តជ្រុងយងទីក្រុងរតយ៉ាខេត្តគៀងយ៉ាងបោះទូកថ្មី2គ្រឿងទោះជាជាប់រវល់នឹងការងារស្រែចម្ការក្តីប៉ុន្តែបងប្អូនមួយចំនួននៅតែឆ្លៀតបែងបត់ពេលវេលាដើម្បីមកគាំទ្រនិងចូលរួមក្នុងពីក្រុមទូកថ្មីកាលចាប់ដើមមិនហ្មងវត្តយងហ្នឹងបានបោះទូកហ្នឹងលោកក៏មិនគាត់ណាដល់សក់ជួយគាត់មកលេងហ្នឹងក៏នឹកឃើញថាយើងមិនដែលមានទូកតែមានទូកចឹងសុបាយណាមកលេងឲ្យលោកជួយអាឡែងអប់រំច្រើនហើយនាំទៅមកចឹងថ្ងៃណាក៏មក50-60នាក់7-80នាក់ហើយមកលេងចឹងសុបាយឆ្នាំហ្នឹងបើតាមចិត្តខ្ញុំថាចាក់ឃើញលបឿនអមសប្ងៃហ្នឹងចាក់បានលេខ1ចំពោះបងប្អូនខ្មែរប្រណាំងទូកងជាមុខកីឡាប្រកបដោយកត្តាមនោគតិបងប្អូនមានទស្សនៈទូកងមួយគ្រឿងសិតតែមានទោសបារមីតាមការពារទូកនិងថែរក្សាសុវត្ថិភាពឲ្យកីឡាករពេលចូលរួមប្រណាំងហេតុនេះទាំងអ្នកបោះនិងអ្នកគូទូកសិតតែឆ្លៀតមកប្រារព្ធធ្វើពិធីដាក់ទូកថ្មីចុះទឹកកិច្ចការដែលបោះជាមួយនឹងគូក្បាច់ក្បូររហូតដល់បានសម្រេចជាស្ថាពរគឺថាខ្ញុំនឹងមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងព្រោះថាចាប់តាំងពីចេះលេងទូកបោះទូកគូទូកមកមិនដែលមានវត្តណារត់អោយដល់2ទេតែវត្តនឹងមួយគាត់គឺថាអោយទូកម្ដង2ហើយឥឡូវហ្នឹងក៏ធ្វើបានសម្រេចជាស្ថាពរហើយថែមទាំងចំណោះទូកព្រមទាំងម្ចាស់វត្តគណៈកម្មការវត្តហ្នឹងពឹងខ្ញុំបាទមកជួយ
សែនព្រេនដល់ឧទ្ទិសដល់ពឹសការបារមីសូព្រមទាំងអ្នកដែលថែរក្សានៅល្បែងកីឡាទូងន់ទៀតបាទខ្ញុំមានសេចក្តីរំភើបអបអរយ៉ាងខ្លាំងនៅពេលដែលរៀបចំនឹងចុះទូកចុះទឹកថ្ងៃដំបូងការប្រឹងប្រែងចលនារបស់វត្តភូមិភាគនិងការជួយគាំទ្ររបស់សប្បុរសជនបានជួយឲ្យវត្តជ្រុងយងទីក្រុងរតយ៉ាខេត្តគៀងយ៉ាងបង្កើតបានទូកង2ក្រុមដើម្បីឲ្យបងប្អូនចូលរួមប្រណាំងនាឱកាសបុណ្យជារៀងរាល់ឆ្នាំដូច្នេះទូទាំងខេត្តគៀងយ៉ាងបច្ចុប្បន្នមានទូកង30គ្រឿងហើយដូចគ្នានឹងខេត្តដែលទៀតក្នុងតំបន់ដែរតាមភូមិស្រុកនៅខេត្តតាវិញតែងតែមានសកម្មភាពលេងកម្សាន្តយ៉ាងច្រើនបំផុតគឺបណ្ដាល្បែងប្រជាប្រិយក្នុងឱកាសពិធីបុណ្យពេលមិនចូលរួមបណ្ដាល្បែងប្រជាប្រិយសំខាន់គឺបុរសចំណែកនារីតិចណាស់ប៉ុន្តែពី3ឆ្នាំជិតនេះពីការចលនារបស់គណៈចាត់តាំងបងប្អូននារីបានចូលរួមលេងយ៉ាងសកម្មមីងមាញ់នៅតារៀបចំច្បល់មកឲ្យពេលលឺសូគេលេងសប្បាយមីងរៀបចំមកលេងគេដែរឲ្យពេលហើយរៀបចំមកដល់ឃើញគេវាយឆ្នាំងមានដូចតាំងទីចូលលេងគេលេងឯងដែរក៏លេងនឹងសប្បាយដែរលេងវាយឆ្នាំងគេឯងមកឆ្នាំមានម្ដងក៏មួយពេលនៃក្មេងយើងក៏មួយបាត់សັບសូនចឹងមួយនៅស្រុកកូកែនៃខេត្តតាវិញក្នុងបណ្ដាល្បែងប្រជាប្រិយប្រព្រឹត្តឡើងក្នុងពិធីបិណ្ឌអកអំបុកឡើងដើមកោជាល្បែងប្រកបដោយលក្ខណៈសាកល្បងពោះហេតុនោះហើយទើបល្បែងនេះតែងតែតាក់ទាញមនុស្សច្រើនគ្នាចូលរួមក៏ដូចជាការគាំទ្ររបស់អ្នកទស្សនាដែរក្នុងពិធីបិណ្ឌអកអំបុកកន្លងមានមនុស្សជិត20នាក់ឡើងដើមកោប៉ុន្តែមានមនុស្សយ៉ាងតិចឡើងដល់ប៉ាកណ្ដាលដើមប្រការនេះកាន់តែបញ្ជាក់ថាឡើងដើមកោគឺជាល្បែងពុំងាយឆ្នះបន្តិចសោះឡើយពេលដូចនេះក្តីជាមួយនឹងការប្រឹងប្រែងរបស់ខ្លួនបងគៀងហុងលិននៅឃុំថងថាញ់បានបង្ហាញឲ្យអ្នកទស្សនាឃើញលទ្ធភាពតោងឡើងដើមកយ៉ាងរំអិលនោះអ្នកដែលឡើងច្រើនណាស់ហើយដែលឡើងមិនបានប៉ុន្តែបងឡើងបាននឹងទទួលបានរង្វាន់នឹងខ្ញុំចង់ដឹងថាបងមានល្បិចបិចដែលយើងឡើងបានហ្នឹងបងការឡើងពីលើនឹងថាពឹងលើជើងមួយទៅពឹងលើដៃកម្លាំងយើងទៅគៀបដើម្បីថាយកយាយរង្វាន់នេះហើយការសប្បាយរបស់យើងនៅខំប្រឹងប្រែងអបសុខភាពធ្វើមិនខាននោះសំខាន់ត្រង់ឡើងណាបងសំខាន់ត្រង់ឡើងថាកម្លាំងជើងហើយកម្លាំងដៃការពេលនេះlàសំខាន់លើអាវយើងព្រោះទៅដៃគប់តែយើងដាក់អាវចេញទីពឹងដៃយើងព្រោះដើមកនោះវាល្អជាងយកអាវជំនួសស្បែកដៃយើងតាមរយៈបណ្ដាពិធីបុណ្យបងប្អូនមានលក្ខណៈចូលរួមសកម្មភាពលេងកម្សាន្តជាច្រើននិងយ៉ាងមានប្រយោជន៍ភូមិភាគនីមួយៗសុទ្ធតែមានបណ្ដាលក្ខណៈពិសេសអំពីបណ្ដារូបភាពកីឡាបណ្ដាពិធីបុណ្យនៅរដ្ឋភូមិស្រុកចូលរួមលេងបណ្ដាសកម្មភាពលំហែអារម្មណ៍ក្នុងឱកាសពិធីបុណ្យបងប្អូនមានបន្ថែមលក្ខណៈបានយល់ដឹងនិងរួមដៃថែរក្សាលក្ខណៈល្អបវរក្នុងប្រជុំជីវភាពពិធីបុណ្យទស្សនិកជនជាទីស្នេហានេតិជីវភាពរីករាយលើកនេះសូមបញ្ចប់តែត្រឹមនេះសូមថ្លែងអំណរគុណទស្សនិកជនដែលបានយកចិត្តទុកដាក់តាមដានសូមជម្រាបលា